សូមចម្រើនពរប្រាប់ជាព័ត៌មានដល់អស់លោកញាតិញោមពុទ្ធបរិស័ទទាំងអស់ឲ្យបានជ្រាបថាថ្ងៃនេះក្រុមបាតកោបានកើនចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់ជាងថ្ងៃមុនការកើនឡើងចំនួននេះមិនមែនតែញាតិញោមពុទ្ធបរិស័ទទេថែមទាំងព្រះសង្ឃក៏បានកើនចំនួនយ៉ាងគួរឲ្យកត់សម្គាល់ផងដែរបើយើងធ្វើការប្រៀបធៀបពីម្សិលមិញព្រះសង្ឃបានចូលរួមមហាបដកម្មនេះត្រឹមតែ1015អង្គទេតែថ្ងៃនេះមាន1500អង្គហើយក្នុងនោះអាត្មាក៏បានស៊ើបអង្កេតហើយនឹងសាកសួរមានមកពីភ្នំបរសេតមានមកពីស្រុកស្រីសន្ធោមានមកពីខេត្តកំពង់ចាមអីច្រើនមែនទែនមកពីខេត្តកណ្ដាលមកពីខេត្តផ្សេងៗគឺបានមកចូលរួមច្រើនណាស់មានលោកតាមួយអង្គនឹងចាស់ដើមមិនចង់រួចសួរលោកថាមកពីខេត្តកំពង់ស្ពឺហើយអាត្មាថាចង់ប្រគិនថវិកាឲ្យលោកតាមន់ទៅខេត្តកំពង់ស្ពឺវិញខ្លះលោកថាទេមិនត្រូវការទេថវិកាពលលោកក្បែរសុគតទៅហើយក្បែរមានន័យថាក្បែរងាប់ទៅហើយមិនត្រូវការប្រាក់អីទេអ្វីដែលលោកត្រូវការគឺយុត្តិធម៌សន្តិភាពនិងសេរីភាពសម្រាប់កូនចៅខ្មែរពីលោកស្លាប់ទៅគឺខ្មែរបានសុខនេះហើយជាភាសាមួយដ៏មានន័យខ្លឹមសារដែលមិនអាចកាត់ថ្លៃបានចម្រើនពរវាខុសពីស្ដេចសង្ឃមួយចំនួនដែលមានវ័យក្មេងដូចជាស្ដេចនៅវត្តលង្កាវត្តផ្សេងៗជាដើមវ័យក្មេងប៉ុន្តែស្រឡាញ់អំណាចខ្លាំងជាងមនុស្សចាស់ប្រហែលជាមកពីយើងត្រូវរស់តទៅមុខទេដឹងបានយើងស្រឡាញ់អំណាចខ្លាំងសម្បម្លោះមែនទែនទៅមនុស្សក្មេងគួរតែធ្វើអ្វីចាប់ផ្ដើមធ្វើរឿងល្អឲ្យបានច្រើនដើម្បីបន្សល់ទុកជាមរតកឲ្យក្មេងចំនួនក្រោយគេគោរពបូជាបើយើងធ្វើចាស់ជាស្ដេចប្រកែខាងចាក់សោមិនអុយគេចេញពីវត្តមិនមែនជាស្ដេចល្អទេបងប្អូនហើយដោយឡែកយើងពិនិត្យមើលឃើញថាវត្តមួយចំនួនធំដែលធ្លាប់តែមានការហាមឃាត់យ៉ាងតឹងរឹងបំផុតជាពិសេសគឺវត្តបទុមវត្តលង្កាតែថ្ងៃនេះប្រសង់ពីវត្តបទុមប្រសង់ពីវត្តលង្កាក៏បានមកចូលរួមយ៉ាងច្រើនសន្ធឹកសន្ធាប់អេតកណនីហើយនេះមិនមែនជាការអួតអេងក្អាងថាយើងរកប្រសង់មកចូលរួមច្រើនទេប៉ុន្តែនេះគឺជាសន្ទុះនៃការផ្លាស់ប្ដូរដែលប្រសង់ទាំងអស់អង្គគេមិនចូលចិត្តគេមិនទុកចិត្តនឹងថ្នាក់ដឹកនាំរដ្ឋនឹងថ្នាក់ដឹកនាំសាសនាជាពិសេសគ្រូចៅតការាជាគណៈអីហ្នឹងហើយទូលព្រះបង្គំសូមពុតទៅសម្ដេចព្រះមហារាជវង្សអ្នកនៅក្បែរសម្ដេចគេស្អប់សម្ដេចអស់ហើយសម្ដេចមិនបានដឹងខ្លួនទេបើគេមានឱកាសគេធ្វើបាបសម្ដេចហើយសូមសម្ដេចមេត្តាដឹងខ្លួនហើយទៅពីព្រោះខ្ញុំកណាយកពលមានបានច្បាស់ការណាមានតែមនុស្ស2ឬ3នាក់ដែលគេបានផ្លែផ្កាគេបានលៀបសក្ការៈពីសម្ដេចទេដែលគេស្មោះស្ម័គ្រមនុស្សជាច្រើនដែលគេមិនបានផ្លែផ្កាពីសម្ដេចគេមិនបានស្មោះស្ម័គ្រសមូសម្ដេចទេដូច្នេះគូផ្លាស់ប្ដូរទម្រង់និងផ្លាស់ប្ដូររបៀបរបបនៃការក្របក្តាប់គេហៅថាច្បាច់អំណាចកាលណាច្បាច់ខ្លាំងពេកមនុស្សវាធ្លាយចេញហើយបើគ្រាន់តែថាគ្រប់គ្រងនិងរៀបចំមិនគេមិនរត់ចេញទេតែច្បាច់គេអាហ្នឹងច្បាច់កគេគឺគេរត់ចេញចឹងហើយសម្ដេចជាអង្គម្ចាស់សូមសម្ដេចជ្រាបចោះទូលព្រះបង្គំគ្រាន់តែមានមតិយោបល់ប្រគិនសម្ដេចឲ្យសម្ដេចបានជ្រាបបើពុំដូច្នោះទេអត្តន័យខ្លឹមសារពាក្យដ៏វែងពីរោះអរិយវង្សហ្នឹងវាត្រូវបាត់នៃអស់លលីងសម្ដេចឲ្យសម្ដេចហើយយើងឃើញថាថ្ងៃនេះមានការកត់សម្គាល់មួយដែលផ្នែកអ្នកដឹកនាំនយោបាយបានទៅចូលរួមប្រជុំហើយបានទៅសម្រេចបញ្ហាចំនួន3ចំណុចសំខាន់ហើយចំណុចមួយដែលសំខាន់មែនទែនហ្នឹងគឺថាទាំងហេតុតាមព្រះកណ្ណាកែតម្រង់កោជបនៅពេលក្រោយហើយយើងបន្តការចរចាតទៅទៀតហើយអ្វីដែលជោគជ័យមែនទែនគឺថាផ្លូវដែលធ្លាប់តែបានបិទជិតដែលមិនអាចចេញទៅណារួចបានបើកគ្រប់កន្លែងហើយនេះគឺជាភាពចរចាមួយដែលអាចជោគជ័យយើងអាចបានប្រមាណបានប៉ុន្តែរឿងជាច្រើនទៀតដែលយើងកំពុងតវ៉ាបន្តដើម្បីឈានទៅរកភាពជោគជ័យប៉ុន្តែយើងបានប៉ុណ្ណេះក៏ជាជំហានបឋមមួយហើយអាត្មាឃើញថារដ្ឋាភិបាលមានភាពឆ្លាតវៃឆ្លៀសវៃស្ទាបស្ទង់ទៅលើកម្លាំងប្រជាពលរដ្ឋដល់ដឹងតែខ្លួនឯងមិនអាចទប់នឹងកម្លាំងប្រជាពលរដ្ឋបានក៏ព្រមសម្រួលមកជាមួយនឹងប្រជាពលរដ្ឋចុះមិនមិនយកប្រជាពលរដ្ឋជាបឋមជាប្រធានតាំងពីដើមទីមកចាំសាកកម្លាំងជាមួយប្រជាពលរដ្ឋទៅអីគេស្អប់ខ្ពើមសម្បើមណាស់ការដឹកនាំរបៀបនេះលោកប៉ូលីសលោកទាហានអើយអាត្មាគឺថាញោមគូតែផ្លាស់ប្ដូរអិរិយាបថពីការយកតំបងវ័យប្រជារាស្ត្រស្លូតត្រង់មកការជួយការពារប្រជារាស្ត្រវិញហើយប៉ូលីសផ្សេងប្រទេសផ្សេងក៏គេមិនដែលមកវ័យប្រជាពលរដ្ឋឯងដោយសត្វធាតដោយប៉ូលីសខ្មែរនេះទេប៉ូលីសខ្មែរគឺមានបច្ចេកទេសខុសពីគេខាងវ័យប្រជាពលរដ្ឋហើយប្រទេសគេបង្រៀនប៉ូលីសគេឲ្យចេះស៊ើបអង្កេតឲ្យប៉ូលីសគេចេះធ្វើកុសលច័យច្បាស់ការទៅលើ
បញ្ហាអក្រិតកម្មសង្គមទៅលើព្រឹត្តិការណ៍អសន្តិសុខនៅក្នុងសង្គមប៉ូលីសគេឆ្លាតខាងនោះតែប៉ូលីសខ្មែរនេះបើបានខ្មោចងើបមួយរកអីមិនឃើញទេមិនដឹងតែងើបមកពីណាទេហើយក៏ដោះសារថាងើបដោយសារកនុំមិនដែលរកឲ្យឃើញលទ្ធផលច្បាស់ការបានប្រមាណទេនឹងហើយដែលអាត្មាគឺថាប៉ូលីសខ្មែរនេះមានជំនាញបទពិសោធន៍តាំងពីចូលធ្វើប៉ូលីសដល់ថ្ងៃអាត្រេតគឺជំនាញមួយខាងវ័យប្រជាពលរដ្ឋជំនាញមួយខាងចាប់ប្រជាពលរដ្ឋដាក់គុកគូដោយជំនាញនេះចេញទៅដោយជំនាញថ្មីគឺជំនាញចំណេះដឹងពិតប្រាកដធ្វើការការពារប្រជាពលរដ្ឋនិងស៊ើបអង្កេតរឿងអាក្រក់ៗនៅក្នុងសង្គមយកទៅកាត់ទោសអានឹងហើយដែលរឿងមួយល្អហើយសូមក្លែកមើលសន្ទុះប្រជាជនដែលមកចូលរួមនៅក្នុងសួនលទ្ធិប្រជាធិបតេយ្យដែលធ្លុបទៅហាមឃាត់គេដាក់បណ្រាស់បិទផ្លូវគ្រប់មិនអោយគេចូលរួមទាំងអស់តែមិនក៏គេនៅតែមកចូលរួមបានអានឹងហើយឆ្លុះបញ្ចាំងថាគេមិនត្រូវការអំពើឬក៏របៀបគ្រប់គ្រងដល់ស្មុគគ្រោកនេះទេគូឆាប់ដឹងខ្លួនផងទៅញាតិញោមហើយដើម្បីកែខ្លួនកុំអោយធ្លាក់នរកទន់ហើយឥឡូវនេះទើបតែត្រៀមរៀបចំឋាននរកមួយដល់ស្មុគគ្រោកដើម្បីធ្លាក់ទេបើមិនឆាប់ដោះដូរទេលោកនាយករដ្ឋមន្ត្រីក៏អាចមានវាសនាមិនល្អជួបអពមង្គលក្នុងជីវិតធ្លាក់នរកដូចតែគ្នាទេលោកនាយករដ្ឋមន្ត្រីនឹងអាចធ្លាក់នរកមុនគេផងបើមិនឆាប់ដោះដូរបញ្ហានៃការដឹកនាំទេពីព្រោះនរកបើផ្លូវចាំតែបុគ្គលអាក្រក់ទេហើយបើគាត់បានសម្លាប់មនុស្សច្រើនហើយនរកមិនអាចប្រោះគាត់បានទេទោះជាគាត់ធ្វើពហិបានមកលៀនពហិនៅក្នុងស្រុកខ្មែរក៏ដោយក៏ធ្ងន់បននឹងជួយមិនរួចទេព្រោះបាបវាធ្ងន់ជាងអាចធ្លាក់ទៅនរកមុនដូច្នេះអាត្មាបិណ្ឌបាតសម្ដេចគូតែឈប់បញ្ឈប់ការធ្វើបាបតទីទៅពីព្រោះអាត្មាបានឃើញថានរកបើកផ្លូវយ៉ាងច្បាស់ហើយសម្ដេចមិនអាចជិះផុតទេបើមិនមានការផ្លាស់ប្ដូររបៀបរបបនៃការដឹកនាំបដូរពីវ័យប្រជាពលរដ្ឋមកថ្នមប្រជាពលរដ្ឋបដូរពីការដឹកនាំមួយដែលខ្វះបច្ចេកទេសមករកបច្ចេកទេសល្អបដូរពីការដឹកនាំមួយដែលធ្វើខ្ញុំគេមកធ្វើខ្ញុំខ្មែរវិញអានេះគឺជារឿងមួយល្អបើស្លាប់ទៅខ្មែរគេអបអរមានការចងចាំនៅក្នុងជីវិតគេហើយបើស្លាប់ទៅវិញក៏ខ្មែរគេគិតទុកថាជាវីរៈបុរសសម្រាប់ប្រទេសជាតិគេនិងក្នុងជីវិតគេបើពុំដូច្នោះទេការស្លាប់របស់មេដឹកនាំមួយដូចជាខ្មោចឆ្កែមួយដែលងើបហើយគេអូសទៅកប់យ៉ាងសាមញ្ញដូច្នេះដើម្បីឲ្យខ្មោចឬក៏សាកសពមនុស្សដែលធ្លាប់ជាមេដឹកនាំមួយល្អខ្លាយទៅជាសាកសពមួយដែលគូគោរពបូជាដោយសម្ដេចអតីតព្រះបរមរតនកោដ្ឋសម្ដេចនរោត្តមសីហនុគេគោរពបូជាលោកច្រើនណាស់នឹងហើយជាគំរូល្អៗដែលមេដឹកនាំបច្ចុប្បន្ននេះគូយកគំរូល្អតាមកុំធ្វើដោយខ្មោចតាពពោតខ្មោចពពោតធ្លាប់រស់មានឥទ្ធិពលមានអំណាចសំបីតាសត្វមូសមួយក៏មិនហ៊ានខំលោកតាពលពតដែរព្រោះខ្លាចតាពលពតអ្វីហើយចុងក្រោយត្រូវបានគេយកទៅដុតចោលនៅលើភ្នំគ្មានអ្នកណាគេធ្វើបុណ្យសង្ឃទានអុយផងមកដល់ថ្ងៃនេះមិនដែលមានណាធ្វើបុណ្យសង្ឃទានរំលឹកតាពលពតផងរំលឹកវិញ្ញាណក្ខន្ធតាពលពតផងអានោះហើយដែលយើងគូគិតថាដឹកនាំរបៀបនោះគឺមិនជោគជ័យទេអន្តរាយតែសូមចម្រើនពរបណ្ដេញចោះសូមមីដឹកនាំរដ្ឋាភិបាលថ្មីនេះនេះមីដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ននេះយកកតិមកគិតវិញមកមានការគិតត្រឹមត្រូវវិញកុំអោយគេដុតចោលដោយសត្វធាតុនឹងអរគុណណាញាតិញោម